ទិន្នន័យសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី1ឆ្នាំនេះបានបង្ហាញកំណើនសេដ្ឋកិច្ចថយចុះបើប្រៀបធៀបទៅនឹងត្រីមាសទី3ឆ្នាំមុនដោយសារក្តីបារម្ភនិងភាពរំជើបរំជួលចរន្តវិនិយោគទុនជុំវិញការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រមុខដឹកនាំវៀតណាមបានសុំឲ្យអាមេរិកពន្យាពេល45ថ្ងៃកុំទាន់អនុវត្តវិធានការដំឡើងពន្ធគយចំនួន 46% ចំពោះទំនិញវៀតណាមនាំចូលអាមេរិកការសុំពន្យាពេលនេះគឺដើម្បីស្នើសុំបើកផ្លូវចរចានិងស្វែងរកដំណោះស្រាយទ្វេភាគីក្តីបារម្ភជំវិញវិធានការដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិកលោក Donald Trump និងភាពវឹកវរសេដ្ឋកិច្ចសកលបានធ្វើឲ្យវឌ្ឍនភាពសេដ្ឋកិច្ចវៀតណាមបានថយចុះពី 7.55% នៅត្រីមាសទី4ឆ្នាំ2024មកត្រឹម 6.93% នៅត្រីមាសទី1ឆ្នាំ2025នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាមចេញផ្សាយនៅថ្ងៃអាទិត្យទី6មេសាអ្នកជំនាញវៀតណាមផ្នែកសេដ្ឋកិច្ចបានលើកឡើងថាការដំឡើងពន្ធគយរបស់អាមេរិកបានប៉ះពាល់ដល់ទំនិញវៀតណាមមួយចំនួនដូចជាគ្រឿងសមុទ្រសម្លៀកបំពាក់ស្បែកជើងឈើគ្រឿងឧបករណ៍អេឡិចត្រូនិកនិងទូរស័ព្ទដៃជាដើមក្នុងនោះក្រុមហ៊ុនធំៗរបស់អាមេរិកដែលមានរោងចក្រនៅវៀតណាមរួមមានក្រុមហ៊ុន Nike និងក្រុមហ៊ុន Adidas អាចនឹងប្រឈមនៃការធ្លាក់ចុះការបញ្ជាទិញពីដៃគូនៅអាមេរិកនិងប្រាក់ចំណូលប្រចាំឆ្នាំធ្លាក់ចុះព្រមទាំងអាចនឹងឈានទៅដល់ការកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួនប្រឈមទៅនឹងការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់លើទំនិញវៀតណាមរហូតដល់ទៅ 46% ប្រមុខបកកុម្មុយនីសវៀតណាមលោកតូលីមបានផ្ញើលិខិតផ្លូវការមួយទៅចៅហ្វាយសេតវិមានអាមេរិកលោក Donald Trump ដើម្បីសុំពន្យាពេល45ថ្ងៃនៅក្នុងលិខិតនេះបរិះខ្លាំងវៀតណាមបានចាត់ឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលពាណិជ្ជកម្មចរចាជាមួយភាគីអាមេរិកលើកិច្ចព្រមព្រៀងនៃអត្រាពន្ធគយអគ្គលេខាធិការបកកុម្មុយនីសនិងសង្គមនិយមវៀតណាមបានបន្ថែមទៀតថាលោកចង់ជួបលោក Donald Trump នៅចុងខែឧសភាខាងមុខដើម្បីសម្រេចកិច្ចការនេះឆ្លើយតបទៅនឹងសំណើនៅថ្ងៃសុក្រទី4មេសាលោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកតូលីមហើយអះអាងថាការសន្ទនារវាងថ្នាក់ដឹកនាំទាំងពីរទទួលបានផ្លែផ្កាល្អក៏ប៉ុន្តែចៅហ្វាយសេតវិមានមិនអាចទម្លាយឲ្យដឹងលម្អិតពីផលនៃកិច្ចសន្ទនានោះឡើយតែមេដឹកនាំអាមេរិកបានបញ្ជាក់ថាការដំឡើងពន្ធគយលើទំនិញវៀតណាមនាំចូលអាមេរិក 46% ពីព្រោះរដ្ឋាភិបាលទីក្រុងហាណូយយកពន្ធលើទំនិញអាមេរិកដែលនាំចូលវៀតណាមរហូតដល់ទៅ 90% ដែលមានទំហំទឹកប្រាក់ប្រមាណជាង 123.5 លានដុល្លារបើទោះបីជាវៀតណាមប្រឈមទៅនឹងបញ្ហាដំឡើងពន្ធគយរបស់អាមេរិកនាយករដ្ឋមន្ត្រីវៀតណាមលោកផាមមិញជីងបានដាក់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនចំនួនប្រមាណ 8% ដើម្បីអាចសម្រេចគោលដៅនេះបានរដ្ឋាភិបាលក្រុងហាណូយត្រូវការកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ចន្លោះពី 8.2 ទៅ 8.4% សម្រាប់3ត្រីមាសបន្ទាប់នៅឆ្នាំនេះទិន្នន័យស្ថិតិផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមបានបង្ហាញថាការនាំចេញវៀតណាមទៅបរទេសបានកើនឡើងពី 7.9% នៅត្រីមាសទី4ឆ្នាំ2024ទៅ 10.6% នៅត្រីមាសទី1ឆ្នាំ2025ក៏ប៉ុន្តែទន្ទឹមនឹងនេះផលិតផលឧស្សាហកម្មបានថយចុះពី 11.5% នៅចុងឆ្នាំ2024មកត្រឹម 7.8% នៅដើមឆ្នាំ2025